Cha trong đẹp xúa, cha video mới ní cứ dân nằm chụp nơi các bạch yoga một trong nón đã chui đầm bay ao hạt chakra bao giờ mà lens có đôi chia nè để quạt trong ban smart quạt bá hay năng cài poster bọc quạt bài tha non bọc quạt hiện cáo chân hạt các bạch năng ở ban nhập nhột rồi có chia chấm cái năng ạt chui cha bao smart bao giờ hay năng lời đằng hàm bao giờ có đọ ban sủa by balance. Ok, chẳng các bạn tìm muối cứ dân ai chờ trù tới khe and kháo nó làm bay cứ làm bay warm up á làm bay dương như hai cái cũng đã sẽ đông rồi làm ham chớ từ dương răng từ răng lơ ở non thành lơ bằng dớn mà này hai sạp chiều dương á rồi làm ham tranh sọ từ dương răng thạch đông là bao nhiêu là mà đông mà chứ kệ chẳng các bạn biết cứ bao từ lớn hào kẹt ok chẳng bây giờ chúng ta sẽ đông hai khi dân ai ra các bạn buổi tiết cứ các bạn thì 2 tháng khăm mốt cứ dương trà được cho con chân máu đi nhóm còn máu dương đặt tay vào dương chết dương mua ring mà bao nhiêu bớt về khổ là bánh khổ lên nhau màu và tọa mà tiết các bạch chà cobra chẳng cobra cái đôi chia bạch sẽ điện upward passing đó cobra nó cứ bạch lên sạch sạch của chẳng cobra thì dương đặt đây bao nhiêu nó khổ làm trung bao nhiêu chà chẳng dương đầu từ lừa smart bớt người đi làm chẳng á chẳng ok nhưng mà vừa thằng đi cho đã là khổng thủ răng rồi nhưng đang nói sạch đông bao giờ này dương để tha đau từ lừa sạch đông là quỷ chẳng á sạch đông nó cứ sạch đông ở hàng khối lại sạch chịแต่แม่เจ๊ก็ขอละจึงដាក់ឲ្យធ្វើអត់មានប្រឹងហ្នឹងយើងត្រូវតែប្រឹងរ៉ាម៉ៃថាយើងប្រើដង្ហើមគឺជាកម្លាំងដើម្បីប្រឹងហើយក្បាច់មួយទៀត reverse plank បើថាយើងធ្វើ plank ប៉ុន្តែយើងធ្វើខាងក្រោយអញ្ចឹង plank គឺយើងចាប់បានណាយើងអង្គុយសិនអង្គុយឲ្យដាក់ជើងយើងចាអញ្ចឹងមកដាក់ដៃយើងនៅខាងក្រោយកន្លែងតាគីយើងហ្នឹងខំស្មាអត់ប្រកាសថាវាស្រួលហើយបើមកយើងដាក់ដង្ហើមចូលរុញខ្លួនយើងឡើងចឹងអាហ្នឹងហៅថា reverse plank បើថាយើង plank អវងមិនតែយើងខាងក្រោយហើយពេលដែលយើងប្រើគឺសាច់ដុំដៃយើងនេះគឺយើងត្រូវតែលាបម្រាមរបស់យើងចាហើយយើងប្រើកន្លែងកដៃរបស់យើងកន្លែងនេះដើម្បីសកត់រុញឡើងណាកុំប្រើចុងម្រាមដៃចាហើយជើងយើងព្យាយាមប៉ះនឹងឥដ្ឋអូខេអញ្ចឹងក្បាច់មួយទៀតក៏ក្បាច់កេងដែរអញ្ចឹងក្បាច់កេងហ្នឹងគេស្តៀងនឹងក្បាច់ camel ប៉ុន្តែវាឈ្មោះផ្សេងគឺឈ្មោះថា bridge យើងលេដោនណាហើយចាដូចឆ្កងឡើងអញ្ចឹងហើយដៃរបស់យើងដាក់នៅប៉ះកន្លែងព្រមហ្នឹងមកមកយើងលើកខ្លួនយើងឡើងដល់ទៅលើស្មាបើថាស្មាយើងឲ្យវាស្វាខាងក្រោយឲ្យវាប៉ះទៅនឹងឥដ្ឋលើកខ្លួនរបស់យើងឡើងជាយើងដាក់ដង្ហើមចាអស់ពីហ្នឹងហើយ bridge ហើយបន្ទាប់មកទៀតគឺយើងប្រើក្បាច់ bow pose ចា bow pose គឺយើងស្តៀងនឹងនេះដែរតែ bow pose គឺយើងប្រើកន្លែងផ្លូវមុខហ្នឹងច្រើនណា bow pose ចាអញ្ចឹងគឺយើងលើកជើងរបស់យើងឡើងយើងអាចដូរពី cobra មក bow pose ក៏បានដែរចាអញ្ចឹងចាប់ឡើងតមកដល់ដង្ហើមចូល
យើងចាប់គឺយើងចាប់កជើងរបស់យើងចាកន្លែងនេះកជើងនេះឃើញទេចាប់កជើងហ្នឹងទៅអ្នកខ្លះគាត់បាច់គាត់ឲ្យថាគាត់ឡងមកជាងខ្ពស់បន្តិចគាត់ចាប់ចុងជើងយើងចុងជើងចឹងក៏បានដែរប៉ុន្តែអ្នកដំបូងចាប់កជើងនឹងកន្លែងកជើងធ្លាក់កជើងយើងហ្នឹងដកឲ្យហាមចូលទៅថេបន្តិចមកអាហ្នឹងដូចម៉ូផងហ្នឹងក្បាច់ធ្នូចឹងការធ្វើយូហ្គាខុសគឺយើងផ្ដោតលើដង្ហើមចាហើយបន្ទាប់មកគឺយើងផ្ដោតលើដង្ហើមហើយយើងផ្ដោតលើដង្ហើមនិងថាក់ទៀតដុំណាមួយចឹងណាអូខេអញ្ចឹងក្បាច់ជាច្រើនហើយមួយទៀតគឺក្បាច់ wheel pose ក្បាច់ wheel pose រៀងពិបាកជាងគេចាដោយសារតែអ្នកគាត់ថ្មីគាត់អត់អាចមានកម្លាំងដៃគាត់ធ្វើបានណាខ្ញុំក៏ចំណាយពេលយូរដែរមុននឹងខ្ញុំសាកធ្វើក្បាច់ហ្នឹងអញ្ចឹងបានន័យថាយើង upgrade level របស់យើងអញ្ចឹងណាក្បាច់ bow pose គឺយើងអាចជាទូទៅយើងអាចធ្វើក្រោយពីយើងធ្វើ bridge បានន័យថាយើងធ្វើ spin ហើយយើងធ្វើsorry wheel pose ណាអូខេអញ្ចឹង wheel pose យើងដាក់ជើងយើងអញ្ចឹងមកហើយដៃរបស់យើងចានៅក្រោយនេះអ្នកដែលគាត់ថ្មីខ្ញុំអត់ recommend ឲ្យធ្វើទេចាបានថាមិនទាន់ចាប់ផ្ដើមធ្វើក្បាច់ហ្នឹងឯងតែនេះខ្ញុំចង់បង្ហាញឲ្យអស់ថា wheel pose គឺជួយហាត់ chakra ហ្នឹងច្រើនជាងគេហ្នឹងចឹងយើងរុញរបស់យើងឡើងចឹងបើសិនជាគាត់ចារាប់ទៅដល់មកយើងដាក់វិញយើងចង់និយាយថាខ្ញុំមានវីដេអូមួយតាក់ទងទៅនឹង bow pose ហ្នឹងអញ្ចឹងណា bow pose ហ្នឹងគឺយើងអាចទៅមើលបានហើយចាមួយទៀតគឺ dancer ហ្នឹងក៏ខ្ញុំមានដែរចាគាត់ថាខ្ញុំបានជាបង្ហាញហើយចង់បង្ហាញឲ្យអស់ថា dancer ក៏ដូចជាក្បាច់ដែលជួយបើកស្មាដែរចាអញ្ចឹង dancer គឺយើងចាប់កជើងយើងតែនេះយើងធ្វើម្ដងមួយញ៉េចឹងមួយខាងទៀតអានេះ set ទី1យើងធ្វើដៃតែមិនសិនហើយ set ទី2យើងអាចលើកដៃរបស់យើងខ្ពស់ចាប់កជើងយើងឡើងមកលើកដៃខ្ពស់ត្រោតទៅលើចាលំនឹងអូខេមួយទៀតចាប់កជើងដៃយើងឡើងទៅលើខ្ពស់បន្ទាប់មកបន្ទន់ខ្លួនយើងត្រូវតែភ្ជាប់អារម្មណ៍បន្ទាប់មកយើងទុកឲ្យបាន5ដង្ហើមអីទៅចាអញ្ចឹងវីដេអូថ្ងៃនេះគឺយើងមានតែចាទាំងអស់ប្រហែលហើយ5 6ក្បាច់ហ្នឹងហើយយើងអនុវត្តផ្ទាល់